ភាពលេចធ្លោខ្លាំងរបស់ Silot S89 គឺជាសម្លេងដ៏ធំក្រហមធ្ងន់ហើយនឹងពេញសម្លេងរបស់វាដែលនេះគឺមានកម្លាំងរហូតដល់250 W OMS ពេញលេញមិនមែន Vox Pack ទេតួទំហំបាសរបស់ S89 គឺធំជាងបាសយួរដៃទូទៅដែលទម្ងន់របស់វាគឺធ្ងន់រហូតដល់ 8.8 គីឡូក្រាមទម្ងន់របស់វាគឺធ្ងន់ក៏ប៉ុន្តែវាអត់ធ្ងន់ខ្លាំងពេកទេมันល្មមយើងអាចលើកបានហើយគេក៏មានខ្សែសម្រាប់ឲ្យយើងស្ពីផងដែរ Silot S89 គឺមាន 3-way system ហើយក៏មានរូបរាងចំនួនថ្មីស៊េរីចុងក្រោយឆ្នាំ2025ដូចគ្នាហើយអ្វីដែលយើងមិនអាចបំភ្លេចចោលនោះគឺអាចក្រោះការពារជ្រឹកទឹកនេះគឺអាចជួយការពារបានច្រើនហើយក៏ផ្ដល់ទំនុកចិត្តបានខ្ពស់ជាពិសេសគឺនៅពេលដែលបងប្អូនយកចេញទៅក្រៅផ្ទះទុកចាក់ស្ដាប់កម្សាន្តឬក៏ច្រៀងលេងគឺបងប្អូនមិនបាច់ចាំភ័យជាមួយនឹងការត្រូវទឹកទេថ្មរបស់ Silot S89 គឺមានរហូតដល់ 48000 អាំពែម៉ោងដែលនេះគឺបងប្អូនអាចប្រើប្រាស់បានរហូតដល់ 12 ម៉ោងដោយគ្មានការព្រួយបារម្ភជាពិសេសគឺនៅពេលដែលបងប្អូនយកទៅចាក់ស្ដាប់នៅក្រៅផ្ទះនៅវាលឆ្ងាយៗជាមួយនឹងមិត្តភ័ក្តិឬក្រុមគ្រួសារជាដើមអ្វីដែលបានផ្ដល់ទំនុកចិត្តទៅកាន់អតិថិជនបន្ថែមនោះគឺថា Silot បច្ចុប្បន្នមានប្រទេសប្រមាណ70ប្រទេសកំពុងតែប្រើប្រាស់នៅលើពិភពលោកហើយមិនតែប៉ុណ្ណោះប្រទេសនេះក៏មានអាយុកាលជាង16ឆ្នាំមកហើយដូចជាមានរោងចក្រធំសម្រាប់ផលិតគ្រឿងរបស់ខ្លួនឯងផងដែរសម្រាប់តម្លៃក្នុងប្រទេសកម្ពុជាយើងគឺមានតម្លៃធូរថ្លៃជាងទីផ្សារបរទេសដែលតម្លៃបាសទទេគឺតម្លៃ$225ប៉ុន្តែបើសិនជាបងប្អូនយកបាសបន្ថែមជាមួយនឹងមីក្រូគឺមានតម្លៃ$265អញ្ចឹងសូមត្រឡប់មកវិញបន្តិចសម្រាប់បងប្អូនដែលកំពុងតែស្វែងរកបាសដែលមានគុណភាពខ្ពស់ហើយតម្លៃសមរម្យហើយមានការធានាត្រឹមត្រូវពីក្រុមហ៊ុនខ្ញុំពិតជាណែនាំ brand Silot មួយនេះទៅកាន់បងប្អូនមែនទែនដូច្នេះបើសិនជាបងប្អូនចាប់អារម្មណ៍ខ្ញុំដាក់លេខទំនាក់ទំនងនៅខាងលើហើយជួបជាមួយខ្ញុំទីនទីនៅវីដេអូក្រោយ